Park Chung Bin អតីតយុវជនរបស់ក្លឹប Baton Wolfsburg នៅក្នុងលីកកម្ពុជារបស់ប្រទេសអាល្លឺម៉ង់កំពុងជាកីឡាកររបស់ក្លឹប Baton វិសាខានៃលីកកម្ពុជារបស់ប្រទេសកម្ពុជាកាត់នៅក្នុងទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូងចំថ្ងៃទី22ខែកុម្ភៈនៃឆ្នាំ1994បច្ចុប្បន្នឈានចូលដល់វ័យ31ឆ្នាំម្ចាស់ឲ្យលេខ9របស់ក្លឹបបាល់ទាត់វិសាខារូបនេះមានកម្ពស់ 1.77 សង់ទីម៉ែត្រផ្ដើមការចូលហ្វឹកហាត់ដំបូងជាមួយនឹងយុវជនថ្នាលឈុងណាំត្រាកនអាយុក្រោម18ឆ្នាំនៅក្នុងកំឡុងឆ្នាំ2010ហើយបានផ្លាស់បន្តទៅហ្វឹកហាត់ជាមួយថ្នាលយុវជនអាយុក្រោម17ឆ្នាំរបស់ក្លឹបបាល់ទាត់ Wolfsburg នៅ2ឆ្នាំបន្ទាប់ក៏ត្រូវបានដំឡើងមកយុវជនអាយុក្រោម18ឆ្នាំរបស់ Wolfsburg និងដំឡើងមកកាន់យុវជនឈុត B របស់ Wolfsburg តែម្ដងនៅដើមខែមករានៃឆ្នាំ2013គាត់ត្រូវបានដាក់ឲ្យក្លឹបបាល់ទាត់ Grutterfurt ដែលជាក្លឹបស្ថិតនៅក្នុងលីកលំដាប់ទី2របស់ប្រទេសអាល្លឺម៉ង់ខ្ចីជើងនឹងចូលរួមបានរយៈពេលប្រមាណជា8ខែក៏ត្រឡប់មកកាន់ Wolfsburg វិញក្រោយចូលលេងបាន9ប្រកួតឲ្យ Grutterfurt រំលងបានប្រមាណជា1ខែគាត់ក៏ត្រូវបាន Wolfsburg លក់ឲ្យក្លឹបបាល់ទាត់ Karlsruhe ស្ថិតនៅក្នុងលីកទី2របស់ប្រទេសអាល្លឺម៉ង់ដូចគ្នានៅក្នុងតម្លៃប្រមាណ 250,000 អឺរ៉ូហើយលេងឲ្យក្លឹបបាល់ទាត់មួយនេះប្រមាណជា2រដូវកាលចូលលេងបាន16ប្រកួតបញ្ជូនបាល់លម្អិតរងក្រុមសុខបញ្ចូលទីបានមួយលើកប៉ុន្តែមិនអាចរកគ្រាប់បាល់បាននោះទេនៅក្នុងឆ្នាំ2015គាត់បានបន្តចូលរួមជាមួយនឹងក្លឹបបាល់ទាត់ Hobro IK នៅក្នុងលីកលំដាប់ទី2របស់ប្រទេសដាណឺម៉ាកនៅទីនោះគាត់បង្ហាញខ្លួនបាន23ប្រកួតសុខបញ្ចូលទីបានចំនួន2គ្រាប់ហើយក៏បន្តទៅចូលរួមជាមួយនឹងក្លឹបបាល់ទាត់ Viborg នៅក្នុងលីកលំដាប់ទី1របស់ប្រទេសដាណឺម៉ាកនៅមួយឆ្នាំបន្ទាប់រកបានគ្រាប់បាល់5គ្រាប់នៅក្នុងចំណោម53ប្រកួតទៅទីនោះចន្លោះពីឆ្នាំ2016ដល់ឆ្នាំ2019នៅខែកក្កដាឆ្នាំ2019គាត់បានសម្រេចចិត្តចាក់ចេញពីក្លឹបបាល់ទាត់ Viborg ហើយរំលងបាន4ខែទើបគាត់អាចស្វែងរកក្លឹបបានដោយត្រូវទៅចូលរួមជាមួយនឹងក្លឹបបាល់ទាត់ Silvestre នៅក្នុងលីកកម្ពុជារបស់ប្រទេសស្វីសនៅទីនោះគាត់អាចបង្ហាញខ្លួនបានចំនួន6ប្រកួតដោយសុទ្ធបញ្ចូលទីបាន4គ្រាប់តែក៏បានចាក់ចេញវិញនៅក្នុងខែកក្កដានៃឆ្នាំ2020រហូតដល់ខែធ្នូគាត់អាចស្វែងរកក្លឹបលេងបានសាជាថ្មីម្ដងទៀតដោយចូលរួមជាមួយនឹងក្លឹបបាល់ទាត់ FC Seoul នៅក្នុងលីកលំដាប់ទី1របស់ប្រទេសកូរ៉េខាងត្បូងដោយរកបានមួយគ្រាប់ពីការបង្ហាញខ្លួន15ប្រកួតនៅក្នុងកំឡុងខែសីហាឆ្នាំ2022គាត់បានទៅចូលរួមជាមួយនឹងក្លឹបបាល់ទាត់ Rosie នៅក្នុងលីកលំដាប់ទី2របស់ប្រទេសបារាំងដោយបានបង្ហាញខ្លួនចំនួន9ប្រកួតសុទ្ធបញ្ចូលទីបានមួយគ្រាប់បន្ថែមទៀតនៅក្នុងកំឡុងខែកក្កដាឆ្នាំ2024គាត់បានបន្តការចូលរួមជាមួយនឹងក្លឹបបាល់ទាត់ Visakha ក៏ត្រឹមបច្ចុប្បន្នក៏បង្ហាញខ្លួនបាន25ប្រកួតសុទ្ធបញ្ចូលទីបាន6គ្រាប់និងបញ្ជូនបាល់លម្អិតរងក្រុមសុទ្ធបញ្ចូលទីបាន7លើកហើយគូបញ្ជាក់ប្រិយមិត្តយើងបន្តិចផងដែរថា Park Chung Bin ក៏ធ្លាប់បង្ហាញខ្លួននៅក្នុងក្របខ័ណ្ឌ Bundesliga នៃលីកកម្ពុជារបស់ប្រទេសអាល្លឺម៉ង់ផងដែរក្នុងនោះគេបង្ហាញខ្លួនបានចំនួន9ប្រកួតហើយក៏ធ្លាប់លេងទល់ជាមួយនឹងក្លឹបបាល់ទាត់ FC Bayern Munich ផងដែរ